គេថាកម្ពុជាអាក្រក់ណាស់សំបីតែរថយន្តដឹកទំនិញដែលនៅសល់មុនបិទច្រកក៏មិនអោយគេត្រឡប់មកផ្ទះតើត្រូវទេអា 2.1 2.2 2.3 នេះសុំមួយថ្ងៃ50គ្រឿងច្រកមួយបូកទៅមួយថ្ងៃ120គ្រឿងឆ្លងទៅមកហើយបើរថយន្តគ្រាន់តែត្រឹមតែជាប់ថ្ងៃនោះចេញមកវិញបើកតែមួយផ្លេតចេញអស់ហើយចាំបាច់សុំអចិន្ត្រៃយ៍មួយថ្ងៃ120គ្រឿងចេញចូលទៅអីបានន័យថាស្មើនឹងសុំដឹកទំនិញចេញចូលលក់ដូរទៅដែរតែមកចោទកម្ពុជាថាកម្ពុជាអាក្រក់កម្ពុជាគ្រាន់តែឡានគេជាប់បណ្ដោយចេញហើយខ្ញុំសួរទៅខាងកយខាងខេត្តរបស់យើងគ្មានរថយន្តខ្មែរយើងនៅជាប់នៅខាងថៃទេហើយក៏គ្មានរថយន្តថៃមកជាប់នៅខាងយើងដែរបាទអញ្ចឹងខ្ញុំសូមជូនដំណឹងទៅវិញចំពោះបងប្អូនខ្លះកាសែតខ្លះរបស់ថៃដែលខំព្យាយាមថាកម្ពុជាអមនុស្សធម៌គ្រាន់តែឡានគេជាប់នៅនោះមុនថ្ងៃ23ក៏មិនអោយមកដែរខ្លឹមសារបានបញ្ជាក់ច្បាស់ហើយបើត្រឹមមួយឡានជាប់ត្រឹមថ្ងៃ23ថ្ងៃ25យើងឲ្យចេញយើងអត់ទុកទេអត់មានដឹកទំនិញតែនេះសុំ120គ្រឿងក្នុងមួយថ្ងៃដើម្បីដឹកទំនិញចេញចូលអញ្ចឹងនេះហើយជាលិខិតហើយលិខិតនេះផ្សាយចែកចាយទូទាំងប្រព័ន្ធមីឌាបងប្អូនណាខ្លះឃើញលិខិតបាទច្រើនតាមើលខ្លឹមសារទៅឥឡូវស្ដាប់មើលប៉ុណ្ណឹងតើនេះទៅចំណុចទី4គេមានភ្ជាប់រថយន្តដែលកៀងមែនប៉ុន្តែ3ចំណុចទី1អញ្ចឹងខ្ញុំសូមប្រាប់ទៅបងប្អូនទាំងអស់កម្ពុជាអត់លេងល្បែងទឹកទេកម្ពុជាចង់មានការបើកច្រកទៅធម្មតាវិញដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប៉ុន្តែកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេហើយកម្ពុជាអាចកំដររឿងនេះរហូតបាទរឿងនេះគឺសោនៅក្នុងភាគីថៃចាក់សោបើកដល់ឯកតោភាគីប្រកាសថានឹងបើកដោយស្ថានភាពមុនថ្ងៃ7មិថុនាឆ្នាំ2025ហើយនឹងមិនមានការបិទបើកយកច្រកព្រំដែនសេដ្ឋកិច្ចជាគំនាបសម្រាប់ធ្វើវិធានការនយោបាយនឹងទៀតទេទុកឲ្យប្រជាជនរស់នៅបានសេចក្តីសុខទៅហើយធានាច្បាស់លាស់អញ្ចឹង5ម៉ោងក្រោយយើងបើកទៅវិញដោយសារយើងមានឆន្ទៈមិនមានការធ្វើបែបណាធ្វើបាបប្រជាពលរដ្ឋទាំងខ្មែរទាំងថៃទាំងព្រំដែននោះទេបាទនេះគឺជាការពិតហើយចំហយើងឲ្យច្បាស់